នេះបងប្អូនរដ្ឋាភិបាលក៏ចាត់ចែងដីដើម្បីឲ្យជនភៀសសឹកសហទេសជនភៀសសឹកច្រើននេះក៏ធ្វើផ្លូវឲ្យផ្លូវតែវានៅនេះវាយ៉ាប់ទាំងទឹកបន្តិចហើយនឹងអត់ទាន់មានភ្លើងប្រើទេច្រើនរយគ្រួសារដែរផ្ទះ